អ្នកប្រហែលជាមកផ្លាយចិត្តបន្តិចពីស្ដាប់ឮពាក្យថាលុយរីករាយលុយរីករាយដកស្រង់ចេញពីសៀវភៅ The Japanese Art of Making Peace with Your Money ដែលនិពន្ធដោយលោក Ken Honda លោក Ken Honda គឺជាអ្នកនិពន្ធសៀវភៅដ៏ល្បីល្បាញរបស់ជប៉ុនគាត់ផ្ដោតលើចិត្តសាស្ត្រនិងលុយគាត់បាននិពន្ធសៀវភៅចំនួន100ចំណងជើងហើយលក់បាន7លានច្បាប់ចាប់តាំងពីឆ្នាំ2001មកឥឡូវចូលដល់អត្ថបទលុយរីករាយលុយរីករាយមានន័យថាលុយដែលបង្កើតភាពរីករាយនៅពេលទទួលនិងបង្កើតភាពរីករាយនៅពេលចាយលោក Ken Honda ជឿថាលុយមានថាមពលហើយថាមពលនោះអាស្រ័យទៅលើចិត្តនិងអារម្មណ៍របស់អ្នកនៅពេលអ្នកទទួលឬចាយវាខាងក្រោមនេះគឺជាគំនិតសំខាន់5ចំណុចតាក់ទងនឹងលុយនិងចិត្តសាស្ត្រ 1. លុយមានថាមពលលុយមិនមែនជាសាច់ប្រាក់ប៉ុណ្ណោះទេវាមានថាមពលបើអ្នកទទួលលុយដោយអំណរគុណនិងចិត្តរីករាយវាជាលុយរីករាយបើអ្នកទទួលលុយដោយភ័យខ្លាចឬបង្ខំចិត្តវាជាលុយពិបាកចិត្ត 2. អំណរគុណគឺជាគន្លឹះលោក Honda ផ្ដល់អនុសាសន៍ឲ្យនិយាយអរគុណឬអារីហ្គាតូនៅពេលទទួលនិងចាយលុយនេះជាវិធីបំលែងលុយពិបាកចិត្តឲ្យក្លាយជាលុយរីករាយនៅពេលទទួលប្រាក់ខែអរគុណសម្រាប់ប្រាក់ខែដែលទទួលបាននៅពេលចាយលុយទិញម្ហូបអរគុណសម្រាប់អាហារដែលខ្ញុំទិញបាន 3. ការព្យាបាលរបួសចិត្តអំពីលុយគំនិតអវិជ្ជមានរបស់យើងអំពីលុយ Money Wounds មកពីកុមារភាពលុយជាគ្រឿងបង្កបញ្ហាអ្នកមានប្រាក់ជាមនុស្សអាក្រក់ 4. ចែករំលែកលុយដោយចិត្តរីករាយការចែកលុយឬជួយអ្នកដទៃដោយមិនរំពឹងអ្វីមកវិញជាផ្នែកមួយនៃលុយរីករាយលុយដែលចេញដោយចិត្តសប្បុរសនឹងត្រឡប់មកវិញជារូបភាពផ្សេងៗដែលរួមមានបំណុលគេរីក្រមនិងឱកាស 5. ជីវិតមានភាពសុខដុមរមនាជាមួយលុយអ្នកមិនចាំបាច់មានលុយច្រើនដើម្បីបានស្គាល់រសជាតិនៃលុយរីករាយឡើយតែអ្នកត្រូវមានទំនាក់ទំនងល្អជាមួយលុយលុយក្លាយជាមិត្តមិនមែនជាអ្នកបង្កវិបត្តិទៀតទេដើម្បីឲ្យកាន់តែច្បាស់យើងសូមលើកឧទាហរណ៍អំពីលុយរីករាយនិងលុយពិបាកចិត្តទី1លុយរីករាយទទួលប្រាក់ដោយសេចក្តីអំណរគុណចាយលុយសម្រាប់អ្នកស្រឡាញ់ធ្វើការដែលអ្នកស្រឡាញ់ទី2លុយពិបាកចិត្តទទួលប្រាក់ដោយការខឹងចិត្តឬភ័យខ្លាចចាយលុយដោយបង្ខំឬការមិនសុខចិត្តធ្វើការក្រោមសម្ពាធនៃប្រាក់ Happy Money The Japanese Art of Making Peace with Your Money អត្ថបទស្រាវជ្រាវដោយ Channel Money Mindset កតេនីប្រាក់សូមបញ្ជាក់ថារាល់គំនិតទាំងអស់គឺដកស្រង់ចេញពីអត្ថបទដើមទាំងស្រុងពុំមានបញ្ចូលគំនិតផ្សេងឬកែគុណអ្វីឡើយសូមអរគុណសម្រាប់ការតាមដានសូមអរគុណសម្រាប់ការបញ្ចេញយោបល់របស់អ្នកសូមជោគជ័យឥឡូវនេះដើម្បីជាកម្លាំងចិត្តនៃការផលិតវីដេអូបន្ត